មនុស្សដើមឡើយគឺសម្រាប់ស្រឡាញ់លុយដើមឡើយគឺសម្រាប់ប្រើប្រាស់ពេលខ្លះទំនាក់ទំនងคล้ายជាច្របូកច្របល់ព្រោះតែលុយត្រូវគេបានយកមកស្រឡាញ់ហើយមនុស្សត្រូវបានគេយកមកប្រើប្រាស់លុយគឺសម្រាប់ឲ្យមនុស្សយើងប្រើប្រាស់ជាប្រចាំថ្ងៃលុយគ្មានចរិតតែលុយអាចផ្លាស់ប្ដូរចរិតមនុស្សបានលុយគ្មានចំហតែលុយអាចដើរឲ្យមនុស្សជាច្រើនផ្លាស់ប្ដូរជំហររៀងខ្លួនបានដោយងាយលុយគ្មានខុសគ្មានត្រូវតែលុយអាចធ្វើឲ្យមនុស្សជាច្រើនលែងដឹងខុសលែងដឹងត្រូវនៅក្នុងពិភពលោកយើងនេះគឺគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេក៏មិនអាចត្រឡប់ថយក្រោយនោះវិញដែរសិលមិញល្អប៉ុណ្ណាក៏មិនអាចត្រឡប់វិញបានដែរថ្ងៃស្អែកពិបាកប៉ុណ្ណាត្រូវតែបន្តទៅមុខថ្ងៃនេះកន្លងផុតទៅវាគ្រាន់តែជាវិញ្ញាសាអារម្មណ៍ជីវិតរស់នៅនឹងត្រូវការសង្គ្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេហើយក៏គ្មានរឿងណាមួយដែលគ្មានបញ្ហានោះដែរមិនចង់ឈឺចាប់ថ្ងៃណាមួយអ្នកនឹងប្រែទៅជាចូលចិត្តភាពស្ងប់ស្ងាត់ចូលចិត្តនៅម្នាក់ឯងចូលចិត្តរាប់អានមិត្តភ័ក្តិច្រើនមិនចូលចិត្តនិយាយច្រើនមិនចូលចិត្តយកឈ្នះចាញ់មិនចង់ឮពាក្យលើកសរសើរមិនចង់យកចិត្តនរណាម្នាក់គ្មានអារម្មណ៍ចូលចិត្តទៅណាមកណានឹងចូលរួមកម្មវិធីអ្វីមួយនោះឡើយក៏គ្មានដែរអ្នកដែលរាប់អានអ្នកច្បាស់លាស់អំពីអ្នកព្រោះអ្នកមិនមានអារម្មណ៍រាប់អាននរណាម្នាក់ទៀតនោះទេនេះក៏ព្រោះតែអ្នកស្វែងយល់អំពីចិត្តមនុស្សគ្រប់គ្នារួចអស់ទៅហើយថាគ្មាននរណាម្នាក់ក្រៅពីខ្លួនអ្នកទេដែលអាចយល់ពីអារម្មណ៍មួយនេះពីខ្ញុំបាទមាសវិសាល